សួស្តីបងប្អូនទាំងអស់គ្នាព្រឹកនេះខ្ញុំចង់មកបង្ហាញពីពួកភូមិម៉ាឡៃដែលខ្ញុំមានថាធំហ្នឹងហើយថ្លឹងគីឡូបងប្អូនអាចមើលបានគឺຂະຫນាតធំស្អាតមែនតើហើយចង់បង្ហើយព្រឹកហ្នឹងបន្តិចព្រោះនៅសល់បន្តិចទេអាពួកຂະຫນាតធំនេះហើយផុតពីហ្នឹងនៅសល់ຂະຫນាតរាយយើងលក់តម្លៃផ្សេងអញ្ចឹងសម្រាប់បងប្អូនដែលស្រឡាញ់ចង់បានប្រភេទຂະຫນាតភូមិម៉ាឡៃຂະຫນាតធំនេះខ្ញុំមានណាខ្ញុំនៅសល់ប្រហែលជា2-3គីឡូទៀតសម្រាប់ចែកជូនទេហើយបងប្អូនណាចង់បានអាចរស់រាន់តាក់ទងមកពួកភូមិម៉ាឡៃនេះពេលដែលតងដើមធំអញ្ចឹងតងផ្កាវាវែងស្អាតហើយផ្កាវាក្អូបពួកភូមិម៉ាឡៃគឺផ្កាក្អូបតងវែងស្អាតធ្លាក់ចុះមកអញ្ចឹងណាតងផ្កាវាមានស្រាប់ដូចគ្នាក្នុងរូបអញ្ចឹងមានជាក់ស្ដែងហើយអញ្ចឹងសម្រាប់បងប្អូនដែលស្រឡាញ់អាចតាក់ទងបានពួកຂະຫນាតធំចេះនៅមានប្រហែល2-3គីឡូទៀតហើយបងប្អូនដែលគាត់ស្រឡាញ់ប្រភេទពួកស្នែងជៀមក៏ខ្ញុំនៅតែមានដែរពួកស្នែងជៀមចង់បានដើមធំក៏បានដើមតូចសម្រាប់ដូចថាថ្លឹងគីឡូយកទៅដាំធ្វើពូជឲ្យបានច្រើនណាឬក៏បងប្អូនដែលគាត់ចង់បានយកទៅនៅកន្លែងគាត់ទលាអាចយកតូចអញ្ចឹងទៅបានច្រើនអញ្ចឹងអាចតាក់ទងមកខ្ញុំនៅតែមានបន្តដូចគ្នាដែរអានេះខ្ញុំនៅសល់ច្រើនហើយលក់តម្លៃពិសេសចែកជូនបងប្អូនក្នុងថ្ងៃហ្នឹងបើបងប្អូនណាតាក់ទងមកខ្ញុំលក់តម្លៃបោះដុំមកក្នុងថ្ងៃហ្នឹងណាតម្លៃធូរមែនតើដោយសារខ្ញុំប្រញាប់យកអីវ៉ាន់ចូលបន្តទៀតអញ្ចឹងចង់បង្ហើយក្នុងថ្ងៃហ្នឹងហើយក៏មានរឿងចុងក្រោយហ្នឹងចង់បញ្ជាក់បងប្អូនបន្តិចតែតែបងប្អូនយើងអតិថិជនមួយចំនួនគាត់តែងតែសួរខ្ញុំថាខ្ញុំលក់នៅណាទីតាំងនៅណាអញ្ចឹងថ្ងៃនេះខ្ញុំសូមប្រាប់បងប្អូនទាំងអស់គ្នាឲ្យបានដឹងថាកន្លែងខ្ញុំលក់នេះតាមពិតទៅខ្ញុំមុនដំបូងខ្ញុំបដោតទៅលើអនឡាញទេហើយជាក់ស្ដែងផ្ទះខ្ញុំឥឡូវបច្ចុប្បន្ននេះគឺខ្ញុំនៅខាងសៀមរាបស្រុកសូត្រនិគមផ្សារដំដែកតំបន់ដំដែកនៅផ្លូវទៅកំពង់ឃ្លាំងអញ្ចឹងបងប្អូនដែលគាត់មកលេងសៀមរាបគាត់ស្គាល់ផ្លូវទៅកំពង់ឃ្លាំងអាចស្គាល់ផ្ទះខ្ញុំហ្នឹងព្រោះផ្ទះខ្ញុំនៅកែងផ្លូវហ្នឹងហ្មងអត់ពិបាករកទេឲ្យតែមកដល់សៀមរាបទៅកំពង់ឃ្លាំងឲ្យតែសើចតែពាក្យថាកំពង់ឃ្លាំងទៅឃើញតំបន់ទេសចរកន្លែងជិះទូកផ្ទះលិចទឹកអញ្ចឹងឃើញហើយផ្ទះខ្ញុំនៅកែងកន្លែងហ្នឹងហ្មងចឹងអត់ពិបាករកទេហើយតែទៅសួរច្រើនថាទីតាំងនៅណាស្មានតែនៅពេញអីអញ្ចឹង1 2 3ទៅតែខ្ញុំនៅបច្ចុប្បន្នគឺខ្ញុំនៅសៀមរាបហើយខ្ញុំអាចផ្ញើបាន24ខេត្តក្រុងហើយចំពោះអីវ៉ាន់គឺដូចតែបានបញ្ជាក់ដដែលអញ្ចឹងគឺទទួលលុយហើយបានផ្ញើចៃវ៉ាន់ចេញមានបងប្អូនយើងគាត់ទិញកាលមុនគាត់សួរទិញប្រេតទៅហឹងវិញខ្ញុំទៅគាត់ថាសុំអីវ៉ាន់ដល់ដៃបានគាត់វេលុយឲ្យហើយគាត់ថាគាត់ធ្លាប់គេបោកច្រើនប៉ុន្តែអធិស្ឋានផងដោយសារតែខាងខ្ញុំគឺទទួលលុយហើយបានវេអីវ៉ាន់ចេញទៅអញ្ចឹងដូចតែបានបញ្ជាក់អញ្ចឹងហើយបើបងប្អូនណាអត់អាចទុកចិត្តអត់ជឿជាក់ទេអាចជួយតាមដានបន្តទៀតទៅថាអាចទុកចិត្តបានឬអត់ព្រោះអ្នកលក់បច្ចុប្បន្ននេះគឺចេញមុខផ្ទាល់អញ្ចឹងហ្មងកុំឲ្យថាអត់ឃើញមុខណាអញ្ចឹងបញ្ជាក់ហើយវ៉ាន់ដល់ទទួលលុយហើយបានវេអីវ៉ាន់ចេញទៅអញ្ចឹងថ្ងៃហ្នឹងមានតែប៉ុណ្្នឹងទេអរគុណច្រើនជម្រាបលា